នេះបងប្អូនអើយខ្យងអានេះស៊ីស្រូវកំពូលហើយបងប្អូនអើយមួយឆ្នាំអស់លុយនឹងទិញថ្នាំខ្យងថ្នាំក្តាមនេះគឺមិនតិចទេពីសម័យមុនកសិករខ្លាចក្តាមកាត់ស្រូវកដោហើយប៉ុន្តែសម័យនេះគឺថាកដោហើយនឹងក្តាមគឺមិនសូវចោទជាបញ្ហាខ្លាំងដូចខ្យងទេបងប្អូនគ្នាខ្យងគឺទៅរំបានស្រូវវែងផុតទឹកប៉ុណ្ណេះគឺថាអស់លុយមិនតិចទេក្នុងមួយហាត់មិនក្រោម6 7ដបទេថ្នាំខ្យងហើយថ្នាំមួយដបគឺថាចូល20000ជាងបងប្អូនគ្នាហើយវេទនាមែនទែនអាខ្យងនេះគឺបន្ទាប់ពីយើងដាក់ថ្នាំហើយគឺថាញើតហ្មងមិនចង់ហ៊ានចុះក្នុងអាទឹកហ្នឹងឯណាដោយសារតែយើងខ្លាចថ្នាំពុលសាហាវហ្មងប៉ុន្តែបើយើងមិនដាក់អញ្ចឹងគឺថាស្រូវរបស់យើងគឺខ្យងស៊ីអស់ហើយវាសាហាវមែនទែនហ្មងហើយថ្ងៃនេះគឺមកធ្វើការបូមទឹកទៀតហើយបងប្អូនគ្នាហើយបូមទឹកនេះទៀតសោតគឺថាដាក់ថ្នាំខ្យងមកសគួរតាមដូចគ្នាដែរដោយសារតែមានកន្លែងខ្លះវាលបងទឹកអីចឹងខ្យងយិតទៀតហើយតែហ៊ានប្រហែសហ្នឹងគឺមិនបានទេមកយប់2យប់លីងហើយស្រូវចឹងមកថ្ងៃនេះបូមទឹកផងដាក់ថ្នាំខ្យងផងបងប្អូនគ្នាហើយជីវិតកសិករគឺតែប៉ុណ្្នឹងឯងបងប្អូនហើយប៉ុន្តែស្រូវឆ្នាំនេះគឺថារៀងក្រាន់បើបន្តិចល្អណាហើយហ្នឹងឯងបងប្អូនគ្នាវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើន